លោកអាយ៉ាតូឡាអាលីខាមេនីមេដឹកនាំកម្ពុជារបស់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអង្គារបានប្រមានបាញ់ពន្លិចនាវាចម្បាំងខនាតយក្សរបស់សហរដ្ឋអាមេរិកដែលកំពុងតែដាក់ពង្រាយនៅឈុងសមុទ្រពាក់ការប្រមានរបស់លោកខាមេនីបានធ្វើឡើងបន្ទាប់ពីទីក្រុង Washington បានដាក់ពង្រាយនាវាចម្បាំងខនាតយក្ស USS Abraham Lincoln អមដោយនាវាពិឃាតចំនួន3គ្រឿងប្រដាប់ដោយមីស៊ីល Tomahawk នៅតំបន់មជ្ឈិមបូព៌ាកាលពីចុងខែមុនលោកខាមេនីនិយាយថាលោកទទួលស្គាល់នាវាចម្បាំងរបស់អាមេរិកពិតជាអាវុធដ៏គ្រោះថ្នាក់ក៏ប៉ុន្តែលោកសូមប្រមានថាអេរ៉ង់ក៏មានអាវុធសាហាវដែលអាចបាញ់ពន្លិចនាវារបស់ទីក្រុង Washington ប្រភេទនេះបានផងដែរបើតាមសារព័ត៌មាន RT លោកខាមេនីថែមទាំងបានស្ដីបន្ទោសការកត់សម្គាល់របស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលចង់ផ្លាស់ប្ដូររបបនៅទីក្រុងតេហេរ៉ង់ផងដែរមេដឹកនាំកម្ពុជាអេរ៉ង់រូបនេះបញ្ជាក់ថាផែនការនេះមិនទទួលបានជោគជ័យនោះទេពីព្រោះថាអាមេរិកបានបរាជ័យមិនអាចផ្ដួលសាធារណរដ្ឋអ៊ីស្លាមមួយនេះនៅក្នុងរយៈពេល47ឆ្នាំមកហើយបើទោះបីជាមានភាពតានតឹងជាមួយគ្នាក៏ពិតមែនក៏ប៉ុន្តែថ្មីនេះភាគីទាំងពីរបានចូលរួមនៅក្នុងកិច្ចចរចានុយក្លេអ៊ែរឡើងវិញនៅប្រទេសអូម៉ង់ខណៈដែលអឺរ៉ុបបានហៅទំនាក់ទំនងនេះថាជាការចាប់ផ្ដើមដ៏ល្អមន្ត្រីកម្ពុជារបស់ទីក្រុងតេហេរ៉ង់បានផ្ដល់សញ្ញាម្ដងហើយម្ដងទៀតថាប្រទេសនេះចាប់អារម្មណ៍នៅក្នុងការសម្រេចកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកដោយយុត្តិធម៌និងសមត្ថភាពក៏ប៉ុន្តែមិនមែនជាការលុបចោលកម្មវិធីនុយក្លេអ៊ែរទាំងស្រុងនោះទេយ៉ាងណារដ្ឋាភិបាលទីក្រុង Washington បានទទូចហើយថាអេរ៉ង់ត្រូវតែលុបចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុងបើមិនដូច្នេះទេអេរ៉ង់នឹងរងផលវិបាកយ៉ាងធ្ងន់ធ្ងរ